Yo, chúng em xưa xưa đây một nọ đi chúng em đón tới đấy. Mình không video nàyយើងនឹងសម្រាប់ការនឹងថ្មីមួយទៀតដែលមានចំណងជើងថា Shadow Force Platinum 2025នឹងគឺជាប្រភេទរឿងបាញ់បាគ្នារបស់អាមេរិកដែលនិយមពីប្តីប្រពន្ធពីរនាក់ដែលធ្លាប់ជាភ្នាក់ងារអង្គភាពមួយក៏ប៉ុន្តែបន្ទាប់ពីបានចូលរវត្តដល់ចិត្តឯងដែលតែពីរនាក់នឹងក៏ត្រូវបានប្រធានអង្គភាពនឹងបញ្ជូនភ្នាក់ងារផ្សេងទៀតឲ្យតាមប្រមាញ់ពួកគេច្រើនខ្លាំងមែនតើហើយមូលហេតុនឹងគឺដោយសារតែពួកគេនឹងមានព័ត៌មានសម្ងាត់ពីអង្គភាពច្រើនពេកអញ្ចឹងដើម្បីមកគ្នាយើងទន្ទឹងរង់ចាំយូរអញ្ចឹងនឹងថាតើអ្នកទាំងពីរនាក់នឹងអាចគេចេញពីការតាមប្រមាញ់បានដល់របៀបណាតោះយើងទៅតាមនឹងការសម្រេចសេរីលំអិតជាមួយនឹងadminទាំងអស់គ្នាសារនឹងកាលនៅក្នុងទីក្រុងម៉ាមីប្រទេសអាមេរិកនៅបានណែនាំយើងស្គាល់នារីម្នាក់ឈ្មោះតា Kyra ដែលឥឡូវនឹងកំពុងនៅទីតាំងនៃអគារមួយខ្លងមើលសកម្មភាពរបស់ក្រុមភ្នាក់ងារមួយក្រុមដែលប្រដាប់ទៅអាវុធពេញដៃនៅទីតាំងនៃអគារមួយផ្សេងទៀតទល់មុខគ្នាហ្នឹងណាក្រុមភ្នាក់ងារទាំងអស់ហ្នឹងមកទីតាំងនៃអគារមួយហ្នឹងគឺដើម្បីស្វែងរកបរិសម្នាក់ហើយពួកគេនឹងក៏បានលុកលុយចូលគ្រប់ជ្រុងរហ័សនៃអគារតែម្ដងក៏ប៉ុន្តែអត់មានឃើញថាមានអគារនៅកន្លែងហ្នឹងទេដូច្នេះហើយមេភ្នាក់ងារហ្នឹងក៏បានមកឈរក្បែរពួកួចមើល screen computer របស់គាត់នឹងបាននិយាយថាហេតុអីបានជាអ្នកដែលផ្ដល់ព័ត៌មានមកពួកគេហ្នឹងឲ្យព័ត៌មានខុសអញ្ចឹងវាខាតពេលវេលាពួកគេខ្លាំងរំពេញនោះខារ៉ាហ្នឹងក៏មានឱកាសក្នុងការដាក់កំភ្លើងស្នែរបស់នាងហ្នឹងមកគ្រាប់ពីចម្ងាយបញ្ចប់ជីវិតរបស់មេក្រុមភ្នាក់ងារហ្នឹងនៅកន្លែងហ្នឹងទៅបន្ទាប់មកស្អែកហ្នឹងក៏បានបង្ហាញយើងឃើញនៅ screen tablet ដែលមេភ្នាក់ងារហ្នឹងបានមើលនៅបានដឹងថាបរិសម្នាក់ដែលពួកគេកំពុងស្វែងរកហ្នឹងគឺឈ្មោះថា Isaac ដែលត្រូវជាស្វាមីរបស់ Kyra ហ្នឹងឯងក្នុងពេលតែមួយហ្នឹងយើងឃើញថា Isaac អនោះវិញហ្នឹងក៏បានរស់នៅក្នុងផ្ទះជាមួយនឹងកូនប្រុសរបស់គាត់ម្នាក់ឈ្មោះថា KY ដែលមានអាយុប្រហែលជា8ឆ្នាំ Isaac គឺមានបញ្ហាមួយដែលជារបស់គាត់ហ្នឹងស្ដាប់មិនសូវលឺនោះទេចឹងហើយនៅពេលដែល Isaac ហ្នឹងបានដាក់ឧបករណ៍ជំនួយសំឡេងគាត់ហ្នឹងក៏បានលើកូនប្រុសរបស់គាត់ KY នឹងសួរថាតើស្នាមនៅលើខ្លួនរបស់គាត់ទាំងអំបាម៉ាហ្នឹងគឺការឡើងនៅសារតែគាត់ហ្នឹងប្រយុទ្ធគ្នាជាមួយនឹងក្រុមមនុស្សអាក្រក់មែន Isaac បានឆ្លើយតបថាមែនហើយឥឡូវហ្នឹងម្ដាយរបស់ KY គឺ Kyra ហ្នឹងកំពុងនៅខាងក្រៅប្រយុទ្ធគ្នាជាមួយនឹងក្រុមជនអាក្រក់ទាំងអស់ហ្នឹងបន្តទៀតដែលនេះហើយគឺជាមូលហេតុដែលគាត់ហ្នឹងមិនអាចមករស់នៅជាមួយនឹងពួកគេបានយប់ឡើងយើងឃើញថាបន្ទាប់ពី KY ហ្នឹងគេងលក់ Isaac ហ្នឹងក៏បានយកអាការរបស់គាត់ហ្នឹងស្ដាប់ចម្រៀងហ្នឹងគឺចម្រៀងចាក់ថ្ងៃការរបស់គាត់ណាហើយគាត់ក៏បានសម័យទៅពេលវេលាដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់គឺពេលដែលគាត់ហ្នឹងពាក់អញ្ជើញរៀបការឲ្យទៅកាន់ Kyra ភរិយារបស់គាត់សារមកកាត់ទៅពេលព្រឹកយើងឃើញថាអ្នកទាំងពីរអ្នកអពកូនហ្នឹងគឺរៀបចំនឹងចាក់ចេញពីផ្ទះទៅហើយដែលនៅកន្លែងហ្នឹង Isaac ហ្នឹងក៏បានសង្កល់ឃើញឡានមួយគួរសង្ស័យបើកាន់មុខផ្ទះរបស់គាត់ក៏ប៉ុន្តែអត់មានរឿងអីទេនៅកន្លែងហ្នឹងដូច្នេះហើយអ្នកទាំងពីរអ្នកហ្នឹងក៏បានបន្តដំណើរទៅមុខក្នុងអំឡុងពេលនៃការជិះឡាននៅតាមផ្លូវ KY គឺបានជ្រៀងចម្រៀងដល់ឪពុករបស់គេហ្នឹងចូលចិត្តហើយបន្តិចក្រោយមកអ្នកទាំងពីរអ្នកហ្នឹងក៏បានមកដល់ទីតាំងគោលដៅក៏ប៉ុន្តែនៅពេលដែល Isaac ហ្នឹងរៀបបញ្ចូលចតឡានទៅហើយក៏ស្ដាប់តែមានឡានមួយផ្សេងទៀតហ្នឹងគឺបានបើកមកកាត់ពីមុខនិយាយទៅគឺយកកន្លែងចំណតរបស់ Isaac ហ្នឹងតែម្ដងដែលវាគឺបានធ្វើឲ្យ Isaac ហ្នឹងខឹងខ្លាំងមែនតើមិនត្រឹមតែប៉ុណ្្នឹងទេអាអ្នកចតឡានកាន់មុខគេហ្នឹងគឺថែមតែបាននិយាយថាឲ្យខ្លាំងទៅកាន់ Isaac ទៀតផងមកសន្ទុះក្រោយមក Isaac ជាមួយនឹង KY ហ្នឹងគឺបានចូលមកក្នុងធនាគារហើយ Isaac ហ្នឹងក៏បានឆ្លោះគ្នាមួយបុគ្គលិកធនាគារព្រោះថាវាមិនដាណាតឡើងតម្លៃសេវាកម្មរបស់ពួកគេហ្នឹងដែលគ្មានជួយលំដឹងអីមកការតែជនតិចសោះក្នុងកំឡុងពេលដែល Isaac កំពុងតែភ្លេចខ្លួនហ្នឹងក៏ស្រាប់តែ KY ហ្នឹងដើរចេញពីគាត់ក៏ប៉ុន្តែមិនឆ្ងាយប្រហែលទេរំពេញនោះស្រាប់តែមានក្រុមចោរប្លន់3នាក់បានចូលមកប្រើកំភ្លើងរបស់គេហ្នឹងបាញ់រះឡើងទៅកលើគម្រាមគ្រប់គ្នាហ្នឹងឲ្យក្រាបចុះ Isaac នៅពេលដែលឃើញអញ្ចឹងក៏បានព្យាយាមមកមើល KY កូនប្រុសរបស់គេហើយពេលដែលឃើញ KY នៅឆ្ងាយគាត់ហ្នឹងក៏បានស្រីប្រាប់ KY ហ្នឹងឲ្យមកគាត់មករីឯ KY ដែលសារស្ថានភាពមួយហ្នឹងគឺវាគ្រោះថ្នាក់អញ្ចឹងហើយគេអត់ហ៊ានដើរមកទេដូច្នេះហើយ Isaac ហ្នឹងក៏បានបន្តប្រាប់កូនគេថាមកអត់អីទេដើរមកប៉ាប៉ាមកក្រុមចោរប្លន់នៅពេលដែលឃើញអញ្ចឹងក៏បានប្រាប់ទៅកាន់ Isaac ថានៅស្ងៀមនិយាយទៅឲ្យក្រាបចុះដែរអញ្ចឹងណាក៏ប៉ុន្តែ Isaac អត់ព្រមអញ្ចឹងហើយសមាជិករបស់ក្រុមចោរប្លន់ម្នាក់ហ្នឹងគឺបានភ្ជុំកំភ្លើងដាក់ទៅកាន់ KY ដែលវាគឺបានធ្វើឲ្យ Isaac ហ្នឹងខឹងខ្លាំងមែនតើដែលបានប្រាប់ទៅកាន់ KY ហ្នឹងថាកូនបិទតិចកូន KY បានយកដៃរបស់គេបិទតិចក៏ណាត់ Isaac នេះវិញហ្នឹងក៏បានដោះអាប្រដាប់ជំនួយស្ដាប់សំឡេងរបស់គាត់ហ្នឹងចេញពីតិចបន្ទាប់មកត្រឹមតែរយៈពេលប្រហែលវិនាទីប៉ុណ្ណោះ Isaac ហ្នឹងគឺបានចាត់ការក្រុមចោរប្លន់ទាំងអស់ហ្នឹងឲ្យចប់ទាំងអស់តែម្ដងបានជួយសង្គ្រោះចំណាត់ខ្មាំងដែលមានវត្តមាននៅក្នុងធនាគារទាំងអំបាម៉ាហ្នឹងបានគ្រប់គ្នា Isaac បន្ទាប់មកក៏បានបី KY កូនប្រុសរបស់គាត់ហ្នឹងចាក់ចេញពីកន្លែងហ្នឹងហើយគាត់ក៏បានឃើញថានៅក្នុងទីតាំងនៃធនាគារហ្នឹងគឺមានកាមេរ៉ាដែលមានន័យថាគ្រប់សកម្មភាពរបស់គាត់ទាំងអស់ហ្នឹងគឺត្រូវបានពួកគេហ្នឹងថតបានអស់បាត់ទៅហើយសាររឿងមកបន្តណែនាំយើងស្គាល់ប្រុសម្នាក់ឈ្មោះថា Jack ដែលជាអតីតមេ CIA ហើយឥឡូវហ្នឹង Jack ក៏បានអង្គុយមើលព័ត៌មានដែលបានចុះផ្សាយពីគាត់តែម្ដងព័ត៌មានហ្នឹងគឺនិយាយអំពីឧត្តមសេនីយ៍ម្នាក់របស់អាមេរិកហ្នឹងគឺបានដាក់គោលដៅក្នុងការតាមស៊ើបអង្កេតទៅលើរឿងរបស់ Jack ដោយសារតែគេសង្ស័យថាតាំងពីពេលដែល Jack ហ្នឹងធ្វើជាប្រធាន CIA ហ្នឹងគឺ Jack អាចជាគេងសម្ងាត់របស់ប្រទេសផ្សេងបន្តិចក្រោយមកបរិសម្នាក់ឈ្មោះថា Patrick ដែលត្រូវជាជំនួយការរបស់ Jack ហ្នឹងក៏បានចូលមករាយការណ៍ថាពួកគេហ្នឹងគឺបានទទួលលំនឹងថាសមាជិករបស់គេម្នាក់មកពីអង្គភាព Shadow Force ហ្នឹងគឺត្រូវបានKyraបញ្ចប់ជីវិតទៀតហើយនៅកន្លែងហ្នឹងយើងគឺបាននឹងថា Shadow Force ហ្នឹងគឺជាអង្គភាពមួយដែលត្រូវបាន Jack ហ្នឹងបង្កើតឡើងតាំងពីពេលដែលគាត់នឹងធ្វើជាមេ CIA មកម្ល៉េះហើយអង្គភាពមួយហ្នឹងគឺបំរើផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យ Jack ហ្នឹងតែម្ដងលើសពីនេះយើងក៏បានពន្យល់ថា Kyra ជាមួយនឹង Isaac ហ្នឹងក៏ជាអតីតសមាជិកនៃក្រុម Shadow Force ហ្នឹងដែរតែក្រោយមក Kyra ហ្នឹងក៏បានបដូរមកជាតាមប្រមាញ់សមាជិកក្រុមរបស់ពួកគេនឹងទៅវិញដែលពីមុនសមាជិករបស់ Shadow Force ហ្នឹងគឺមានពី10នាក់តែ Kyra ផ្ដាច់ជីវិតអស់នៅសល់តែ5នាក់ទេឥឡូវហ្នឹងPatrick បានបន្តរាយការណ៍ថាពួកគេហ្នឹងក៏មានដំណឹងតាក់ទងជាមួយនឹង Isaac ផងដែរតាមរយៈកាមេរ៉ាសេវា
វត្ថិភាពនៅទីតាំងនៃធនាគារដែល Isaac នឹងប្រយុទ្ធគ្នាជាមួយនឹងក្រុមចោរប្លន់នៅកន្លែងហ្នឹង Jack នឹងគឺបានឃើញ KY នៅក្នុងវីដេអូហ្នឹងដែរចឹងហើយគាត់នឹងគឺបានដឹងមូលហេតុដែរថាតាមពិតទៅការដែលអ្នកទាំងពីរនាក់ហ្នឹងគឺ Isaac ជាមួយនឹង Kyra ហ្នឹងចាក់ចេញពីក្រុម Shadow Force របស់ពួកគេហ្នឹងគឺដើម្បីតែការពារ KY កូនប្រុសរបស់ពួកគេនឹងឯងផុតពីនោះមក Jack បានបន្តចេញបញ្ជាទៅកាន់កូនចៅរបស់គេនៅក្នុងក្រុម Shadow Force ផ្សេងទៀតហ្នឹងឲ្យបន្តតាមប្រមាញ់ Isaac ជាមួយនឹង Kyra ដោយបានដាក់ bounty ឬក៏ដាក់តម្លៃទៅលើជីវិតរបស់អ្នកទាំងពីរនាក់ហ្នឹងចំនួន$50 លានទៀតផងសាររឿងមកបន្តណែនាំយើងស្គាល់ត្រីម្នាក់ឈ្មោះតា Aunty ដែលឥឡូវហ្នឹងកំពុងអង្គុយមើលមិត្តប្រុសរបស់នេះឈ្មោះតា Ann ហ្នឹងលេងបាល់បោះជាមួយនឹងមិត្តភក្តិរបស់គាត់នៅកន្លែងហ្នឹងយើងក៏បានដឹងថា Aunty ជាមួយនឹង Ann ហ្នឹងគឺជាភ្នាក់ងារបម្រើការងារអាដាមសេនីដែលកំពុងតាមដានសកម្មភាពក្រុម Shadow Force របស់ Jack ជាពិសេសហ្នឹងគឺ Jack តែម្ដងក្នុងកំឡុងពេលនៃការអង្គុយមើលទូរស័ព្ទរបស់ Aunty ហ្នឹងគឺបានរោដែលនឹងចាប់ផ្ដើមទទួលបានព័ត៌មានមួយចំនួនតាក់ទងជាមួយនឹង Jack ហើយក្រៅពីនេះមិត្តប្រុសរបស់នាងនៅវិញហ្នឹងគឺអាឡែងតែលេងបាល់បោះគ្មានខ្វល់អីនោះទេហើយថែមតែឆ្លោះគ្នាជាមួយនឹងអ្នកលេងដូចគ្នាហើយផងវាយគ្នាទៀតផង Aunty បានធ្វើសញ្ញាប្រាប់ទៅកាន់មិត្តប្រុសរបស់នាងថាកុំឲ្យឆ្លោះប្រកែកគ្នាបែបណាពួកគេនឹងមិនមកដើរលេងទេណាមកធ្វើការងារចាត់បាយគ្រាអត្តសញ្ញាណរបស់ពួកគេហើយបន្ទាប់ពីនិយាយចប់យើងក៏បានឃើញថា Aunty នឹងក៏បានទទួលវីដេអូអំពីសកម្មភាពដែល Isaac នឹងប្រយុទ្ធគ្នាជាមួយនឹងក្រុមចោរប្លន់នៅធនាគារផងដែរសេរីមកការត្រឡប់មកកាន់ Jack វិញគាត់កំពុងប្រជុំជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនដើម្បីបកស្រាយអំពីរឿងអស្ចារ្យរបស់គាត់ដែលកំពុងតែត្រូវបានកញ្ចុះផ្សាយ Jack បានបញ្យល់ថាការមុននៅពេលដែលគាត់ធ្វើជាប្រធាន CIA ហ្នឹងខាងរដ្ឋាភិបាលហ្នឹងគឺបានអនុញ្ញាតឲ្យគាត់បង្កើតអង្គភាពមួយដែលគេហៅថា Shadow Force ដែលជាក្រុមមួយធ្វើការងារសម្ងាត់ឲ្យរដ្ឋាភិបាលរបស់ប្រទេសអាមេរិកនិយាយទៅគឺធ្វើរឿងណាក៏ដោយឲ្យតែអាមេរិកហ្នឹងទទួលបានផលប្រយោជន៍ហើយក្នុងកំឡុងពេលនៃការគ្រប់គ្រងក៏ដូចជាដំណើរការអង្គភាពមួយហ្នឹងគ្នារបស់ពួកគេពីរនាក់មាន Kyra ជាមួយនឹង Isaac ហ្នឹងគឺបានរត់ចេញពីអង្គភាពរបស់ពួកគេដោយគ្មានការអនុញ្ញាតហើយយកទៅជាមួយនឹងព័ត៌មានសម្ងាត់មួយចំនួនដូច្នេះហើយទៅបានជាគាត់ហ្នឹងធ្វើសកម្មភាពច្រើនមួយរយៈពេលហ្នឹងដើម្បីឲ្យក្រុមការងាររបស់គាត់ហ្នឹងតាមប្រមាញ់ Isaac ជាមួយនឹង Kyra ហ្នឹងត្រឡប់មកវិញហើយគាត់គឺថាតែបានដំឡើងតម្លៃនៃការចាប់ខ្លួនអ្នកទាំងពីរនាក់ហ្នឹងឡើងគុណនឹង2ផងដែរដើម្បីឲ្យការចាប់ខ្លួនហ្នឹងប្រព្រឹត្តទៅបានលឿនខ្សែរឿងមកកាលថ្ងៃបន្ទាប់យើងឃើញថា Isaac បន្ទាប់ពីបានដឹងថាអាស័យដ្ឋានរបស់គាត់ទៅបានបែកធ្លាយគាត់គឺបាននាំ KY ហ្នឹងមកកាន់ប្រទេសកូឡុំបៀអ្នកទាំងពីរនាក់ហ្នឹងគឺបានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅខ្លាំងមែនតើគឺមានផ្ទះមួយនៅកណ្ដាលព្រៃហ្នឹងណាបន្ទាប់មក Isaac ហ្នឹងក៏បានសម្អាតនៅក្នុងផ្ទះប្រកាសថាផ្ទះហ្នឹងគឺអត់មានបញ្ហាអីហើយបានគាត់ហ្នឹងអនុញ្ញាតឲ្យកូនប្រុសរបស់គាត់គឺ KY ហ្នឹងចូលមកខាងក្នុងបន្តិចក្រោយមកអ្នកទាំងពីរនាក់ហ្នឹងក៏បានអង្គុយញ៉ាំអាហារជាមួយគ្នាដែលនៅកន្លែងហ្នឹង KY ហ្នឹងក៏បានសួរទៅកាន់ឪពុករបស់គេថាមិនបានពេលដែលឪពុករបស់គេហ្នឹងប្រយុទ្ធគ្នាជាមួយនឹងមនុស្សចិត្តអាក្រក់ទាំងអស់ហ្នឹងគាត់តែងតែដោះឧបករណ៍ជំនួយការស្ដាប់របស់គាត់នឹងចេញ Isaac ក៏បានឆ្លើយតបថាដោយសារតែពេលដែលគាត់ដោះប្រដាប់ជំនួយសម្លេងនឹងចេញទៅគឺវាស្ងប់ស្ងាត់ល្អអញ្ចឹងណាវាអាចអារម្មណ៍របស់គាត់ហ្នឹងគឺប្រមូលបានមូលហើយធ្វើការប្រយុទ្ធហ្នឹងគឺដឹងតែទទួលជោគជ័យតែម្ដង KY បានបន្តសួរថាតាំងពីឪពុកជាមួយនឹងម្ដាយរបស់គេធ្វើការងារដែលគាត់បានធ្វើហ្នឹងគឺកម្ចាត់មនុស្សអាក្រក់ហ្នឹងតើគាត់បានធ្វើអាក្រក់ខ្លួនឯងអត់ដែល Isaac ហ្នឹងក៏បានឆ្លើយតបថាកាលពីមុនគាត់ហ្នឹងគឺធ្វើទាំងធ្វើអាក្រក់ក៏ប៉ុន្តែគិតថាខ្លួនឯងធ្វើល្អក៏ប៉ុន្តែឥឡូវហ្នឹងគឺអត់ឯងគាត់ធ្វើទៅល្អនោះទេកលេតខារ៉ាណាវិញនាងក៏បានទទួលនៅវីដេអូ footage នៃការប្រយុទ្ធគ្នារវាង Isaac ជាមួយនឹងក្រុមចោរប្លន់នឹងដែរនៅក្នុងវីដេអូហ្នឹងខារ៉ាហ្នឹងគឺបានឃើញ KY កូនប្រុសរបស់គាត់ហើយគាត់ហ្នឹងគឺមានអារម្មណ៍ថានឹកកូនខ្លាំងមែនតើដោយសារតែបែកជាមួយនឹង KY ហ្នឹងយូរមិនយូរធម្មតាគឺយូរខ្លាំងមែនតើខារ៉ាបន្តមកក៏បានសមាសម័យយើងឃើញតែកាលនៅពេលដែលគាត់ហ្នឹងគឺបានព្យាបាលរបួសឲ្យទៅកាន់ Isaac បន្ទាប់ពីបានប្រយុទ្ធគ្នាជាមួយនឹងក្រុមរបស់ Jack ហើយនៅពេលហ្នឹងពួកគេហ្នឹងគឺមានកូនរួចជាស្រេចទៅហើយបើថាមាន KY រួចជាស្រេចទៅហើយគ្រាន់តែ KY ហ្នឹងគឺនៅតូចចឹងណានៅរៀងកូនង៉ែត Isaac នៅពេលហ្នឹងដោយសារតែឃើញថាកូនហើយប្រពន្ធរបស់ពួកគេហ្នឹងកំពុងតែពិបាកខ្លាំងចឹងហើយគេហ្នឹងក៏ចង់ដោះស្រាយបញ្ហាលក្ខណៈថាត្រឡប់ទៅចូលរួមជាមួយនឹងក្រុម Shadow Force នឹងវិញទៅគេលោ Jack ហ្នឹងស្ងប់ចិត្តជប់តាមបរិហាពួកគេអញ្ចឹងណាក៏ប៉ុន្តែ Kyra ហ្នឹងក៏បានបដិសេធថាអាចធ្វើចឹងបានទេដែលបានទម្លាយថាតាមពិតទៅនាងជាមួយនឹង Jack ហ្នឹងគឺធ្លាប់ជាដៃគូធ្វើការងារជាមួយនឹងគ្នាធម្មតាអញ្ចឹងណាក៏ប៉ុន្តែថ្ងៃមួយ Jack ហ្នឹងគឺបានបង្ហាញអារម្មណ៍ថាស្រឡាញ់នាងក៏ប៉ុន្តែនាងអត់ស្រឡាញ់ Jack ហ្នឹងវិញទេបាន turn Jack ហ្នឹង down អញ្ចឹងណាបានបដិសេធទៅអញ្ចឹងហើយបានជា Jack ហ្នឹងមានអារម្មណ៍ល្អមួយនាងទេដែលតាំងពីនោះមក Jack ហ្នឹងគឺតែងតែរុញឲ្យនាងហ្នឹងទៅធ្វើការងារដែលមានគ្រោះថ្នាក់ខ្លាំងមែនតើដូច្នេះហើយនាងគឺជឿថាបើទោះជា Isaac ហ្នឹងត្រឡប់ទៅធ្វើការងារជាមួយនឹង Jack វិញហ្នឹងក៏មិនអាចធ្វើឲ្យ Jack ហ្នឹងមានការស្ងប់ចិត្តឈប់តាមប្រមាញ់ពួកគេដែរនិយាយទៅគឺដឹងតែបន្តតាមប្រមាញ់ពួកគេដដែលទេត្រឡប់មកបច្ចុប្បន្នកាលវិញ Kyra បានសម្រេចចិត្តថានាងត្រូវតែបន្តតាមប្រមាញ់ក្រុម Shadow Force ជាមួយនឹង Jack ហ្នឹងអស់តែម្ដងគណៈដែល Isaac ហ្នឹងគឺនៅពួនជាមួយនឹង KY កូនប្រុសរបស់ពួកគេទៅហើយបន្ទាប់ពីនាងចាត់ការពួនទាំងអស់ហើយគឺអាចត្រឡប់ទៅរស់នៅជុំគ្នាជាមួយនឹង KY ហើយនឹង Isaac វិញបានហើយ Kyra បន្តមកក៏បានបន្តផ្ញើសារទៅកាន់ Aunty តាក់ទងជាមួយនឹងឧបទ្ទវហេតុដែលបានកើតឡើងនៅទីតាំងនៃធនាគារនិងបានស្នើសុំឲ្យ Aunty ហ្នឹងជួយពួកគេនៅក្នុងរឿងហ្នឹងរី Aunty ដែលកំពុងនៅជាមួយនឹង Ann សង្សាររបស់គេហ្នឹងក៏បានប្រាប់ទៅកាន់ Ann ថាឥឡូវនេះពួកគេហ្នឹងគឺដូរផែនការឥឡូវហ្នឹងពួកគេហ្នឹងកំពុងតែតាមដានភ្នាក់ងារផ្សេងមួយទៀតតែភ្នាក់ងារមួយហ្នឹងហាក់ដូចជាមិនមានព័ត៌មានអីទេអញ្ចឹងហើយមិនបាច់ខាតពេលនោះទេដោយសារតែ Kyra ហ្នឹងគឺបានតាក់ទងមកកាន់ពួកគេដូច្នេះហើយពួកគេហ្នឹងគឺចាំបាច់ត្រូវតែជួយគ្នាជាមួយនឹង Isaac ទៅពេលដែលជួយពួក Isaac ហើយនឹង Kyra ហ្នឹងហើយបានព័ត៌មានដូចគ្នាទេព្រោះតែអ្នកទាំងពីរនាក់ហ្នឹងក៏ជាអតីតភ្នាក់ងាររបស់ Shadow Force ដែរសេរីមកកាត់កាន់ Isaac ឯណោះវិញក្នុងកំឡុងពេលការគេនៅផ្ទះគាត់ហ្នឹងគឺបានឮសំឡេងកិច្ចគ្រូអត់សូវស្រួលក៏បានងើបឡើងមកមើលដែលរំពេញនោះមនុស្សម្នាក់ហ្នឹងក៏បានធ្វើការវិបហាមកកាន់គាត់ដែលម្នាក់ហ្នឹងគឺគ្មាននរណាក្រៅពី Kyra ហ្នឹងឯងអ្នកទាំងពីរនាក់ហ្នឹងគឺបានបន្តប្រយុទ្ធគ្នានិយាយទៅគឺវាយគ្នាសាហាវខ្លាំងមែនតើប៉ះរបស់អីយករបស់ហ្នឹងមកវាយអត់មានបន្ទុះដៃទេបើទោះជាពួកគេហ្នឹងគឺជាប្តីប្រពន្ធក៏ដោយរីឯ Kyra នៅពេលដែលកំពុងវាយគ្នា
គ្នាបដានឹងគឺបានឆ្លៀតនិយាយបន្ទោសទៅកាន់អាយហ្សាក់បដាដែលថាអាយហ្សាក់នឹងគឺធ្វើប្រហែលខ្លាំងមែនទែនធ្វើឲ្យបែកធ្លាយនៅអាស័យដ្ឋានរបស់ពួកគេអត្តសញ្ញាណរបស់ពួកគេដែលធ្វើឲ្យ KY កូនប្រុសរបស់ពួកគេនឹងគឺកំពុងស្ថិតនៅក្នុងហានិភ័យនិយាយគ្នាម្ដងត្រង់ចំណុចហ្នឹងអ្នកទាំងពីរនាក់ហ្នឹងក៏អត់ទាន់ជួបវាយគ្នាទេនៅតែបន្តវាយគ្នាដោយមិនដឹងថាកូនប្រុសរបស់ពួកគេគឺ KY ហ្នឹងកំពុងតែមើលនោះទេរហូតដល់បន្តិចក្រោយមកនៅពេលពួកគេដឹងពួកគេនឹងក៏បានជួបវាយខេរ៉ាបានចូលមកនិយាយគ្នាជាមួយនឹង KY ក៏ប៉ុន្តែវិញដំបូង KY គឺអត់ចាំមុខរបស់នាងទេក៏ប៉ុន្តែបន្ទាប់ពីនាងបានប្រាប់ថានាងគឺជាម្ដាយរបស់គេ KY នឹងក៏បានអបនាងនិងបានប្រាប់នាងថាគេនឹងគឺនឹកនាងខ្លាំងណាស់ក្នុងពេលតែមួយហ្នឹង Jack and Alvin កំពុងតែប្រជុំគ្នាជាមួយនឹងសមាជិកនៃក្រុម Shadow Force ដែលសរសើរទាំងប្រមាណពិភាក្សាគ្នាអំពីផែនការនៃការបន្តតាមប្រមាញ់ Isaac ហើយនឹង Kyra ហើយក្រៅពីនេះបើនិយាយពីប្រព័ន្ធហ្នឹងក៏ឡើងទៀតឡើងពី50លានទៅ100លានអញ្ចឹងគឺវាជារឿងល្អខ្លាំងមែនតើហើយគាត់ក៏បានប្រាប់ផងដែរថាតាមរយៈកិច្ចសម្ងាត់របស់ពួកគេឥឡូវហ្នឹងពួកគេនឹងគឺមានព័ត៌មានគ្រប់គ្រាន់អំពីទីតាំងដែលអ្នកទាំងពីរនាក់ហ្នឹងកំពុងនៅឯចាំថ្ងៃគឺចុះទៅចាត់ការតែម្ដងត្រឡប់មក Isaac ជាមួយនឹង Kyra វិញព្រលឹមឡើង Kyra ហ្នឹងគឺបាននិយាយលេងជាមួយនឹង Isaac ថានាងគឺភ្ញាក់ផ្អើលខ្លាំងមែនតើដែលយប់មិញហ្នឹងឃើញតែកូនប្រុសរបស់នាង KY ហ្នឹងលក្ខណៈថាមកមើលដើរមកមើលអីចឹងណាបន្ទាប់ពីនិយាយប៉ុណ្ណឹងហើយKyraនឹងក៏បានចូលសាច់ការដែលថាកាលពីមុននាងគឺបានតាមប្រមាញ់ក្រុម Shadow Force ហ្នឹងដែលលួចលាក់អញ្ចឹងគឺងាយស្រួលចាត់ការដែរម្ដងមួយអញ្ចឹងណាក៏ប៉ុន្តែឥឡូវហ្នឹងបន្ទាប់ពីមានការបែកធ្លាយអំពីអត្តសញ្ញាណក៏ដូចជាទីតាំងរបស់ពួកគេហើយហ្នឹងចែកហ្នឹងគឺច្បាស់ជាប្រមូលភ្នាក់ងារ Shadow Force ទាំងអស់ដែលនៅសល់តែប្រមាណហ្នឹងជុំគ្នាដើម្បីតាមប្រមាញ់ពួកគេហើយដូច្នេះហើយពួកគេហ្នឹងគឺត្រូវមធ្យោបាយទប់ទល់ Isaac នៅកន្លែងហ្នឹងគឺបានប្រាប់ទៅកាន់ Kyra ថាគាត់គឺលែងចង់គិតខ្លួនឯទៀតហើយលើហ្នឹងគាត់គឺចង់ប្រឈមជាមួយនឹងក្រុមរបស់ចែកហ្នឹងតែម្ដងនិយាយទៅគឺដោះស្រាយបញ្ហាតែម្ដងឲ្យចប់អញ្ចឹងណាងាយស្រួលពួកគេនឹងបានត្រឡប់មករស់នៅជុំគ្នាវិញតែបើទោះជាអញ្ចឹងក៏ដោយគឺពួកគេនឹងត្រូវការជំនួយលើអញ្ចឹង Kyra នឹងក៏បានប្រាប់ថាអត់អីទេគេនឹងគឺមានតំណែងតំណងគ្នាជាមួយនឹង Auntie ហើយនឹង Ann អញ្ចឹងហើយគេអាចសុំជំនួយពីអ្នកទាំងពីរនាក់នឹងបានតែ Isaac គឺបានបដិសេធដោយសារតែគាត់ថាអ្នកទាំងពីរនាក់នឹងគឺធ្វើការងាររដ្ឋាភិបាលអញ្ចឹងហើយបើទោះជាចង់ជួយពួកគេនឹងក៏មានដែនកំណត់ដែរនៅកន្លែងហ្នឹងអ្នកទាំងពីរនាក់នឹងគឺនិយាយមិនសូវត្រូវគ្នាប្រហែលទេបានឆ្លោះប្រកែកគ្នាទាំងស្អីក៏ដែរអញ្ចឹងហើយ Isaac នឹងក៏បានដើរចេញទៅមិនសន្ទុះក្រោយមកអ្នកទាំងពីរនាក់នឹងគឺបានចុះមកជាន់ក្រោមដីដើម្បីអនុវត្តការបាញ់កាភ្លើងរបស់ពួកគេដែលនៅកន្លែងនេះយើងឃើញថា Kyra នឹងគឺបាញ់ត្រង់ខ្លាំងមែនទែនចំគោលដៅអត់មានខុសនោះទេខណៈដែល Isaac នៅវិញគឺបាញ់ខុសគោលដៅជាបន្តិចអញ្ចឹងណា Isaac បានរំលឹកប្រាប់ទៅកាន់ពុនរបស់គេថាដោយសារតបហ្នឹងគឺឈប់ធ្វើការនឹងយូរហើយនិយាយទៅគឺមិនបានអនុវត្តហ្នឹងវាយូរខ្លាំងពេកបានជាបាញ់មិនសូវត្រង់អញ្ចឹងក៏ប៉ុន្តែ Kyra ហ្នឹងក៏បានប្រាប់ថាអូយគ្មានទេបងឯងបាញ់អត់ត្រង់តាំងតែពីដើមមកអញ្ចឹងមើលតែរបួសនៅលើស្មាបងអូននេះឃើញអត់អាហ្នឹងគឺស្នាដៃបងឯងហ្នឹងឯងដោយសារតែបាញ់អត់ត្រង់ហ្នឹងមិនបាញ់ចំស្មាអូននោះក្រោយពីនិយាយប៉ុណ្ណឹងហើយ Kyra ហ្នឹងក៏បានចាក់ចេញទៅដែលរំពេញនោះ Isaac ហ្នឹងក៏បានបាញ់ភាសាទៀតក៏ប៉ុន្តែមានណាបាញ់លើហ្នឹងគឺចំគោលដៅអត់មានខុសបន្តិចតែពិតទុកមកប្រពន្ធសោះមុនហ្នឹងណាផុតពីនោះមក Isaac បានចូលមកនិយាយនេះជាមួយនឹង Kyra ដែលបានប្រាប់ថាគាត់យល់ព្រមតាមគំនិតរបស់ Kyra ក្នុងការធ្វើការងារជាមួយនឹង Auntie ហើយនឹង Ann ហ្នឹងឯងលើអញ្ចឹង Kyra ហ្នឹងក៏បាននាំ Isaac ហ្នឹងមកមើលឡានថ្មីរបស់នាងមួយដែលនាងយកមកឡានហ្នឹងគឺទំនើបខ្លាំងមែនតើគ្រាប់ហ្នឹងគឺបាញ់មិនធ្លុះនោះទេហើយអាបច្ចេកវិទ្យានៅខាងក្នុងទៀតគឺទំនើបអស់ស្ទះតែម្ដង Kyra បានបន្តប្រាប់ទៅកាន់ Isaac ថាឥឡូវហ្នឹងក៏អត់អីនោះទេពួកគេហ្នឹងត្រូវចាំចម្លើយពីខាង Auntie ហ្នឹងមកវិញឲ្យ Auntie ហ្នឹងតាក់ទងមកវិញសិនក៏ប៉ុន្តែក្នុងអំឡុងពេលហ្នឹងគឺពួកគេហ្នឹងអត់អាចនៅមកកន្លែងបានទេចាំបាច់ត្រូវតែដូរទីតាំងរស់នៅរបស់ពួកគេហ្នឹងពីកន្លែងមួយទៅកាន់កន្លែងមួយស្ទើរមកកាត់ទៅកាន់ Auntie ជាមួយនឹង Ann នៅវិញពួកគេឥឡូវហ្នឹងកំពុងតែជិះយន្តហោះសម្ដៅមកកាន់ប្រទេសកូឡុំបៀដើម្បីមកជួបជុំគ្នាជាមួយនឹងក្រុមរបស់ Kyra Auntie នៅកន្លែងហ្នឹងគឺនៅតែបន្តតាមដានសកម្មភាពរបស់បរិសម្នាក់ដែលជាភ្នាក់ងាររបស់ខាង Shadow Force នឹងដដែលនោះទេតាមរយៈកាមេរ៉ាសុវត្ថិភាពក៏ប៉ុន្តែនៅកន្លែងហ្នឹងនាងគឺមានការងឿងឆ្ងល់ខ្លាំងមែនតើដែលពីដំបូងអាប៉ែហ្នឹងគឺនិយាយរឿងការងារនោះទេក៏ប៉ុន្តែបន្តិចក្រោយមកបែរជាដូរប្រធានបទទៅនិយាយតាក់ទងជាមួយនឹងរឿងរៀបការអីផ្សេងៗប្រវាយប្រធានបទទៅវិញអញ្ចឹងហើយ Auntie ហ្នឹងគឺមានការសង្ស័យថាអាចនឹងមានរំលឹកក្នុងហ្នឹងរាយការណ៍តែពីអាប៉ែហ្នឹងថាគាត់ហ្នឹងក៏បងត្រូវបានពួកគេតាមដានអីចឹងទៅចំណែកអានក៏បានបដិសេធថាគេមិនយល់ឃើញអញ្ចឹងទេត្រឡប់មក Isaac ជាមួយនឹង Kyra វិញក្នុងអំឡុងពេលនៃការបាល់ឡើងតាមផ្លូវ Kyra ជាមួយនឹង KY នេះគឺបានជាជំនាញដែល Isaac ហ្នឹងចូលចិត្តក៏ប៉ុន្តែដោយសារតែជំនាញរបស់ពួកគេជាអត់ប្រួលសោះហ្មងអញ្ចឹងហើយ Isaac ហ្នឹងក៏បានបិទអាប្រដាប់ជំនួយត្រជាក់របស់គាត់ហ្នឹងមកចំហៀងចោលទៅដើម្បីកុំឲ្យលឺសំឡេងពួកគេឈៀងក្រោយពីអ្នកទាំង3នាក់ហ្នឹងបន្តបាល់ឡើងមកបន្ទូក្រោយមករ៉ាដារបស់ពួកគេហ្នឹងក៏ចាប់បានថាមានមនុស្សមួយក្រុមកំពុងតែចាំស្ទាក់ពួកគេនៅខាងមុខអញ្ចឹងហើយ Kyra ហ្នឹងក៏បានប្រញាប់ប្រញាល់ឲ្យកូនរបស់ពួកគេគឺ KY ហ្នឹងចូលទៅក្នុងប្រអប់មួយនៅក្នុងឡានហ្នឹងដើម្បីកែប្រែសុវត្ថិភាពហើយថាតែបានពាក់កាសឲ្យគេផងដែរដើម្បីងាយស្រួលតាក់ទងនៅពេលដែលមានបញ្ហាអីផុតពីនោះមកក្រោយពីបានបញ្ជាក់ថា KY ហ្នឹងគឺមានសុវត្ថិភាពហើយ Isaac ហ្នឹងក៏បានបន្តបាល់ឡានរបស់គេហ្នឹងយ៉ាងលឿនសម្ដៅទៅខាងមុខផុតពីនោះមកយើងឃើញថារ៉ាដានៅលើឡានរបស់ Isaac គឺនៅតែបន្តបង្ហាញថាមានមនុស្សមួយក្រុមហ្នឹងគឺកំពុងព្យាយាមរកពួកគេហើយមិនយូរប្រហែលមនុស្សមួយក្រុមហ្នឹងក៏បានបង្ហាញខ្លួនដែលពួកគេហ្នឹងគឺមានគ្នា6នាក់ជិះម៉ូតូ6គ្រឿងមនុស្សទាំងអស់ហ្នឹងគឺបានចាប់ផ្ដើមធ្វើការវាយប្រហារទៅកាន់ពួកគេដែលបានប្រើកញ្ចួចហ្នឹងបាញ់សម្ដៅមកកាន់ឡានដែលវាគឺបានធ្វើកញ្ចក់ឡានហ្នឹងបានប្រេះក៏ប៉ុន្តែអីនោះទេកញ្ចួចមួយបានប៉ាំងទៅនៅខាងមុខហើយពលឺរបស់វាហ្នឹងគឺបានធ្វើឲ្យ Isaac ហ្នឹងមើលផ្លូវអត់ឃើញ
ចឹងហើយក៏អត់ហ៊ានបើកលឿនដែរបន្ថយល្បឿនបន្តិចដែលនេះគឺបានធ្វើឲ្យឡានគ្នារបស់ពួកគេមួយគ្រឿងផ្សេងទៀតហ្នឹងគឺបានបើកមកតាមទាន់ទឹមគ្នាជាមួយនឹងឡានក្រុមរបស់ Isaac ក្នុងពេលតែមួយហ្នឹងឡានកុងតឺន័រយ៉ាងធំមួយហ្នឹងគឺបានបង្ហាញខ្លួនមកដែរនិងបានបើកបំបុកអាឡានមុនហ្នឹងឲ្យខ្ទេចអស់ព្រមទាំងបានបន្តបុកគូឡានរបស់ Isaac ហ្នឹងពីខាងក្រោយបន្ទាប់មកពួកគេនឹងក៏បានបើកការបាញ់ប្រហារសម្រាប់មកកាន់ឡានរបស់ Isaac គឺបាញ់រះយកតែម្ដងដែលមានម៉ូតូធំរបស់ពួកគេប្រហែលជា2 3គ្រឿងហ្នឹងដេញតាមយ៉ាងប្រកៀកប្រកិតផងដែរ Kyra នៅពេលដែលឃើញអញ្ចឹងក៏បានបើកតបោនៅបានចេញមកធ្វើការបាញ់ប្រហារសម្រាប់ទៅកាន់ឡាន truck ហ្នឹងដែរអាឡានកុងតឺន័រហ្នឹងដែរក៏ប៉ុន្តែដោយសារតែឡានកុងតឺន័រហ្នឹងគឺវា bulletproof វាទប់ក្រកភ្លើងបានចឹងហើយក្រកភ្លើងមុំហ្នឹងគឺបាញ់មិនចូលនោះទេនៅកន្លែងហ្នឹងឡានកុងតឺន័រហ្នឹងគឺបានបន្តបុកគូឡានរបស់ Isaac ហ្នឹងជាលើកទី2ចឹងហើយ Isaac ហ្នឹងក៏បានបន្តបន្ថែមល្បឿនដាក់មកទំហឹងតែម្ដងដើម្បីធ្វើឲ្យណាឲ្យផត់មកប្រើសិនទៅ Kyra នៅពេលដែលបាញ់ក្រកភ្លើងធម្មតាអត់ទទួលបានលទ្ធផលអីហ្នឹងគឺលេងឈុតធំម្ដងដែលបានយកប្រដាប់បាញ់គ្រាប់បាយហ្នឹងដាក់ប្រហែលគ្រាប់ចំខាងមុខឡានធ្វើឲ្យវាឆេះផ្នែកខាងមុខបន្ទាប់មក Isaac ហ្នឹងក៏បានប្រអងល្បឿនឡានដើម្បីអែបមកក្បែរគ្នាជាមួយនឹងឡានកុងតឺន័រមួយហ្នឹងដែលវាគឺបានអនុញ្ញាតឲ្យ Kyra ហ្នឹងបាញ់ទៅចំហៀងម្ដងបាញ់គ្រាប់បាយទៅចំហៀងទៀតផ្ទុះទាំងចំហៀងឆេះទាំងចំហៀងនឹងទៀតហើយមិនយូរប្រហែលឡានកុងតឺន័រហ្នឹងក៏បានផ្ទុះឆេះអស់ខ្ទេចតែម្ដងខណៈដែលឡានរបស់ Isaac ឯនេះវិញក៏បានបើកឆ្លងកាត់ភ្លើងនៃបន្ទុះមួយហ្នឹងទៅខាងមុខទៀតតែបើទោះជាអញ្ចឹងក៏ដោយនៅពេលដែលក្រុមរបស់ Isaac ហ្នឹងបន្តបើកឡានមកដល់ខាងមុខក៏បានឃើញថាមានក្រុមខ្មាំងកាត់ភ្លើងជាច្រើនផ្សេងទៀតហ្នឹងក៏បានរងចាំពួកគេនៅកណ្ដាលផ្លូវនៅបានបើកការបាញ់ប្រហាររះយកសម្ដៅមកកាន់ពួកគេហ្នឹងអត់មានដកដៃសោះក្រកភ្លើងមួយចំនួនហ្នឹងគឺបានបាញ់ចំកង់ឡានរបស់ពួកគេហ្នឹងធ្វើឲ្យធ្លាយដែលវាគឺបានធ្វើឲ្យឡានរបស់ពួកគេហ្នឹងរាចកោទប់លេងជាប់ទៅក៏បានកលាប់ធ្លាក់ចូលទៅក្នុងស្ទឹងបន្តិចក្រោយមកក្រុមរបស់ចែកហ្នឹងគឺបាននៅគ្នារករកនៅទីតាំងនៃស្ទឹងទាំងមូលនៅតែម្ដងដើម្បីរកសាកសពក្រុមគ្រួសារទាំង3នាក់ហ្នឹងក៏ប៉ុន្តែរត់ឃើញនោះទេគណៈដែរអ្នកទាំង3នាក់គ្រួសារហ្នឹងគឺកំពុងតែពួននៅក្នុងព្រៃឯណោះផុតពីនោះមកអ្នកទាំង3នាក់ហ្នឹងក៏បាននៅគ្នាចូលមកកាន់ទីតាំងនៅកន្លែងជីករ៉ែដែលគេបោះបង់ចោលមកកន្លែងនឹងបានសម្រាប់នៅកន្លែងហ្នឹងមកយកទៅក្នុងកំឡុងពេលនៃការសម្រាប់ហ្នឹង Isaac ជាមួយនឹង Kyra ហ្នឹងគឺបាននិយាយគ្នាដោយ Kyra ហ្នឹងគឺបានប្រាប់ថានាងគឺបារម្ភខ្លាំងមែនទែនអំពីសុខភាពរបស់អ្នកទាំងពីរនាក់ហ្នឹងនិយាយទៅតាំងពីពេលដែលពួកគេបែកគ្នាហ្នឹងក៏នាងមិនដែលហ៊ានឲ្យអ្នកទាំងពីរនាក់ហ្នឹងគឺដាច់ពីកន្ទុយភ្នែករបស់នាងដែរនាងតែងតែឆ្លៀតមកជួបគ្នាជាមួយអ្នកទាំងពីរនាក់ហ្នឹងដោយសម្ងាត់ចឹងណាមិនឲ្យពួកគេដឹងក៏ប៉ុន្តែ Isaac ហ្នឹងគឺបានប្រាប់ថាបើទោះជាមិនឲ្យដឹងហ្នឹងក៏គាត់ដឹងដែរដោយសារតែពេលមួយហ្នឹងគាត់ហ្នឹងគឺបានដឹងថា Kyra ហ្នឹងគឺបានប៉ះកញ្ចឹងករបស់គាត់នៅក្នុងកំឡុងពេលដែលគាត់ជាមួយនឹង KY ហ្នឹងកំពុងនៅទីប្រជុំជនផងដែរ កន្លែងបញ្ជាក់ឯនេះវិញក្រោយពីដឹងថាក្រុមការងាររបស់គាត់ហ្នឹងរកសារសំអ្នកទាំង3នាក់ហ្នឹងអត់ឃើញគាត់ហ្នឹងគឺដឹងថាពួកគេនៅរស់រានមានជីវិតទេចឹងហើយគឺខឹងខ្លាំងមែនតើនៅបានបញ្ចេញកំហឹងតាមរយៈការវាយគ្នាជាមួយនឹង Patrick ហើយនិង Parker រី Patrick ជាមួយនឹង Parker ពួកគេហ្នឹងក៏នៅស្ងៀមដែរគឺបានតដៃក៏ប៉ុន្តែវាយណាហ្នឹងក៏មិនឈ្នះចែកដែរដោយសារតែចែកហ្នឹងគឺមានបបប្រសាទហើយជំនាញខ្លាំងជាងចឹងហើយក៏បានដាក់អ្នកទាំងពីរនាក់នៅទួព្រមទាំងបានដេញពួកគេហ្នឹងចេញពីការងារផងដែររំពេញនោះចែកក៏ស្រាប់តែបានទទួលការតាក់ទងពីខាងកិញ្ចសម្ងាត់របស់គេមកប្រាប់ថាពួកគេគឺអត់ទាន់ដាច់តម្រុយរបស់ Isaac ជាមួយនឹង Kyra នោះទេដែលនេះគឺបានធ្វើឲ្យចែកហ្នឹងនៅមានសង្ឃឹមដែលបានប្រាប់ទៅកាន់អ្នកទាំងពីរនាក់ហ្នឹងថាគេហ្នឹងគឺជួយអ្នកទាំងពីរនាក់ហ្នឹងឲ្យមកធ្វើការងារវិញចឹងហើយបញ្ញាងើបទៅធ្វើការទៅមកសន្ទុះក្រោយមកក្នុងកំឡុងពេលដែលចែកជាមួយនឹងកូនចៅរបស់គាត់ក៏បងអាជីយន្តហោះគាត់ហ្នឹងក៏បានទទួលទូរស័ព្ទពី Kyra មកដែលវាគឺបានធ្វើឲ្យចែកហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែគាត់មិនដឹកស្មានថា Kyra ហ្នឹងគឺតាក់ទងមកគាត់ទេ Kyra បានប្រាប់ទៅកាន់ចែកថាពួកគេហ្នឹងគួរតែបញ្ញាដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេហ្នឹងឲ្យបានលឿនហើយចឹងហើយគេហ្នឹងគឺចង់ឲ្យចែកហ្នឹងមកជួបគ្នាដើម្បីនិយាយគ្នាដោយផ្ទាល់ជាមួយនឹងនាងនៅកោះឯកជនរបស់ចែកតែម្ដង Kyra បានបន្តគម្រាមថាបើសិនជាចែកហ្នឹងអត់យល់ព្រមឬក៏នៅតែបន្តតាមយាយអាយុជីវិតក្នុងគ្រួសាររបស់នាងទៀតនាងនឹងទម្លាយអពរវាសម្ងាត់តាក់ទងជាមួយនឹងចែកហ្នឹងទៅខាងរដ្ឋាភិបាលហើយលើចឹងចែកហ្នឹងក៏បានយល់ព្រមចឹងហើយ Kyra ហ្នឹងក៏បានបិទទូរស័ព្ទនិងបានបោះវាចោលទៅក្នុងធុងសម្រាមបន្ទាប់មកក៏បានឡើងជិះទៅលើទូកមួយសម្ដៅមកកាន់ដែនកោះឯកជនរបស់ចែកកន្លែងម៉ានទីជាមួយអានណាវិញពួកគេនឹងគឺបានមកដល់ហើយនិងបានចូលមកក្នុងឡានដើម្បីបន្តដំណើរក៏ប៉ុន្តែបានឃើញថា Isaac ជាមួយនឹង KY កំពុងតែចាំពួកគេនៅខាងក្នុងហ្នឹងដោយ Isaac ហ្នឹងគឺថែតែបានភ្ជុំកាភ្លើងទៅកាន់ពួកគេនឹងជាប់ផងដែរ Isaac នៅកន្លែងហ្នឹងគឺបានចោទប្រកាន់ពួកគេថាបានក្បត់គាត់ជាមួយនឹង Kyra ផ្ដល់ព័ត៌មានឲ្យទៅកាន់ក្រុមរបស់ចែកហ្នឹងតាមវាប្រហារពួកគេក៏ប៉ុន្តែបើទោះជាណាក៏ដោយអានទីហ្នឹងគឺបានស្បត់ស្បាយតែម្ដងតែថាពួកគេហ្នឹងអត់មានជាប់ពាក់ព័ន្ធជាមួយនឹងរឿងនោះទេពួកគេហ្នឹងគឺមានតែជួយ Kyra ហ្នឹងតាំងតែពីដើមមកនៅក្នុងស្ថានភាពមួយដែលតានតឹងខ្លាំងមែនតើអានទីជាមួយនឹងអាហ្នឹងគឺទប់សំណោយអត់បានទេដោយសារតែ KY ហ្នឹងគឺបានសមឲ្យពួកគេហ្នឹងចាក់ចម្រៀងចឹងហើយពួកគេហ្នឹងក៏បានសោយឡើងខ្លាំងនិងបានចាក់ចម្រៀងឲ្យ KY ហ្នឹងស្ដាប់សិនទៅបន្ទាប់មកក៏បានបន្តនិយាយគ្នាជាមួយនឹង Isaac ដែលបានប្រាប់ថាពួកគេហ្នឹងគឺមិនមានចេតនាណាមួយក្នុងការបត់គ្នាជាមួយនឹង Kyra នោះទេដោយសារតែតាំងតែពីដើមឡើយនៅពេលដែល Kyra ហ្នឹងចាប់ផ្ដើមតាមប្រមាញ់ក្រុម Shadow Force ហ្នឹងគឺនាងទទួលបានជំនួយពីខាងអានទីហ្នឹងតាំងពីដំបូងហ្នឹងមកម្ល៉េះរី Isaac នៅពេលដែលបានលើចឹងក៏បានជឿអ្នកទាំងពីរនាក់ហ្នឹងចឹងហើយពួកគេហ្នឹងក៏បានចុះទៅលើឡានដោយអានទីជាមួយនឹងអានហ្នឹងក៏បាននាំ Isaac ជាមួយនឹង KY មកកាន់ទីតាំងនៃផ្ទះសម្ងាត់របស់គេមួយដើម្បីឲ្យអ្នកទាំងពីរនាក់ហ្នឹងការពារសុវត្ថិភាពសាររឿងមកកាន់ Kyra ណោះវិញនាងបានមកដល់កោះឯកជនរបស់ចែកនិងបានជួបគ្នាជាមួយនឹងគេហើយនៅកន្លែងហ្នឹង Kyra ហ្នឹងក៏បានធ្វើជាញ៉ាយញងគ្នាជាមួយនឹងចែកនិងបានប្រាប់ឲ្យចែកហ្នឹងឲ្យកូនចៅរបស់គេគឺ Patrick ជាមួយនឹង Parker ហ្នឹងចាចេញទៅហើយបន្ទាប់មក Kyra ហ្នឹងក៏បានបន្តធ្វើការស្ទាបទៅលើរាងកាយរបស់ចែកក៏ប៉ុន្តែមានណាឆ្លៀតលួចកាភ្លើងមកដាក់ប្រមាណគ្រាប់ចំកណ្ដាលដើមទ្រូងរបស់ចែកហ្នឹងធ្វើ
ឲ្យដួលស្ប៉ាប់ទៅនឹងដីរំពេញនោះ Patrick ជាមួយនឹង Parker ដែលសារតែលឺ Snow កំភ្លើងក៏បានចូលមកដល់ដើម្បីប្រជុំកំភ្លើងទៅកាន់ Kyra ក៏ប៉ុន្តែត្រូវបាន Kyra ហ្នឹងប្រជុំកំភ្លើងមុនឲ្យពួកគេហ្នឹងទម្លាក់អាវុធទៅតែវាពិតជារឿងគួរភ្ញាក់ផ្អើលខ្លាំងមែនតើ Jack គឺអត់មានបញ្ហានោះទេដោយសារតែមុនហ្នឹងគេហ្នឹងគឺបានពាក់អាវក្រោះនៅកណ្ដាលដើមទុករបស់គេហ្នឹងអញ្ចឹងហើយអត់មានគ្រោះថ្នាក់អីទេ Jack ក្រោយមកក៏បានកូនចៅរបស់គេហ្នឹងពត Kyra ចិត្តនឹងបានដកហូតយកអាវុធចេញពី Kyra មកវិញនៅកន្លែងហ្នឹង Kyra ហ្នឹងក៏បានព្យាយាមរត់គេចទៅកាន់ Montana វិញដែរក៏ប៉ុន្តែគេចយករួចនោះទេត្រូវបានកូនចៅ Shadow Force របស់ Jack ហ្នឹងចាប់បាននិងថែមទាំងបានវាយនាងនឹងទូសាច់បន្ទាប់មក Jack ហ្នឹងគឺថែមទាំងបានទះកំភ្លៀង Kyra ហ្នឹងមួយកំភ្លៀងទៀតផងកន្លែងមក Isaac នេះវិញក្នុងកំឡុងពេលដែលពួកគេកំពុងនៅផ្ទះសុវត្ថិភាពរបស់ Aunty ក៏ស្រាប់តែបានលើសំឡេងមនុស្សគូទ្វារចឹងហើយក៏បានទៅបើកក៏ប៉ុន្តែមានណាទ្វារហ្នឹងក៏បានផ្ទុះនៅមកបង្ហាញនៅវត្តមានរបស់ភ្នាក់ងារ Shadow Force ហ្នឹងនៅកន្លែងហ្នឹងដែលពួកគេហ្នឹងគឺបានធ្វើការវាយតបទៅលើរាងកាយរបស់ Isaac បន្ទាប់មកនៅពេលដែល Isaac ហ្នឹងព្យាយាមងើបឡើងពួកគេហ្នឹងគឺថែមតែបានធាក់ Isaac ហ្នឹងទម្លាក់ពីជាន់ទី1មកទៀតផងមកសន្ទុះក្រោយមកយើងឃើញថា Isaac ជាមួយនឹងដៃជាប់ចំណងហ្នឹងគឺត្រូវបានគេនាំមកដល់កោះឯកជនរបស់ Jack ឯងនឹងបានឲ្យមកអង្គុយក្បែរគ្នាជាមួយនឹង Kyra ក្រៅពីនេះយើងក៏បានឃើញផងដែរថា Patrick ជាមួយនឹង Parker ហ្នឹងគឺបាននាំ KY មកដល់កន្លែងហ្នឹងដែរព្រមទាំងបាននាំគេហ្នឹងទៅឃុំឃាំងនៅក្នុងបន្ទប់ផ្សេងមួយទៀតចំណែកឯ Aunty នាងក៏ត្រូវបានក្រុមរបស់ Jack ហ្នឹងចងដៃជាប់ព្រមទាំងបាននាំមកកាន់ទីតាំងមួយហ្នឹងដែរគណៈដែរអាននោះវិញហ្នឹងក៏មានបញ្ហានោះទេត្រូវបានគេដោះលែងធម្មតាដែលយើងក៏បាននឹងថាតែប៉ុន្តែអាននឹងឯងគឺជារនុកក្នុងជាអ្នកដែលបានផ្ដល់ព័ត៌មានអំពីរឿងគ្រប់បែបគ្រប់យ៉ាងហ្នឹងមកកាន់ក្រុមរបស់ Jack តាំងតែពីដើមមក Jack បានចាប់ផ្ដើមនិយាយគ្នាជាមួយនឹង Isaac ហើយនឹង Kyra ដែលបានបង្ហាញការខឹងសម្បាចំពោះការដែលទាំងពីរអ្នកហ្នឹងបានគាត់គ្នាជាមួយនឹងគាត់បន្ទាប់មកគាត់ក៏បានបន្តនិយាយថាគាត់នឹងបញ្ចប់ជីវិតរបស់ទាំងពីរអ្នកហ្នឹងនៅចំពោះមុខរបស់ KY កូនប្រុសរបស់ពួកគេតែម្ដងបន្ទាប់មកគាត់នឹងធ្វើឲ្យ KY ហ្នឹងក្លាយទៅជាសមាជិកនៃក្រុម Shadow Force ធ្វើការងារឲ្យគាត់ហ្នឹងអស់ពេញមួយជីវិតទៀតនៅពេលដែលលើអញ្ចឹង Kyra ហ្នឹងក៏មានការខឹងសម្បានិងបារម្ភខ្លាំងមែនទែនអញ្ចឹងហើយនាងក៏បានទម្លាយប្រាប់ទៅកាន់ភ្នាក់ងារផ្សេងទៀតដែលថាតាមពិតទៅ Jack ហ្នឹងគឺលួចស្រឡាញ់នាងចង់មានទំនាក់ទំនងស្នេហាជាមួយនឹងនាងក៏ប៉ុន្តែបន្ទាប់ពីនាងបានបដិសេធគេហ្នឹងគឺបានបញ្ជូននាងហ្នឹងឲ្យទៅធ្វើការងារដែលគ្រោះថ្នាក់ខ្លាំងមែនទែនព្រមទាំងបានទម្លាក់តំណែងរបស់នាងទៀតផងនិយាយទៅគឺជាមនុស្សអាត្មានិយមអីចឹងណាក្នុងកំឡុងពេលដែលអ្នកទាំងពីរនាក់ហ្នឹងកំពុងតែបន្តព្រោះទឹកដាក់គ្នាក៏ស្រាប់តែ Patrick ជាមួយនឹង Parker ហ្នឹងគឺបានត្រឡប់មកវិញក៏ប៉ុន្តែអត់ឃើញ KY នោះទេហើយ Patrick ជាមួយនឹង Parker ហ្នឹងក៏បានប្រជុំកំភ្លើងសម្ដៅទៅកាន់ Jack ដែលយើងក៏បាននឹងថាតាមពិតទៅអ្នកទាំងពីរនាក់ហ្នឹងគឺជាកិច្ចសម្ងាត់របស់ខាងរដ្ឋាភិបាលធ្វើការងារក្នុងការតាមស៊ើបអង្កេតអំពីសកម្មភាពគ្រប់យ៉ាងរបស់ Jack នឹងឯង Patrick ជាមួយនឹង Parker ក្រោយមកក៏បានគម្រាមឲ្យភ្នាក់ងារ Shadow Force ផ្សេងទៀតហ្នឹងទម្លាក់អាវុធរបស់ពួកគេចូលផងដែរចំណែក Aunty នៅកន្លែងហ្នឹងក៏បានសោយឡើងដោយសារតែនាងបាននិយាយថាតែពិតទៅនាងគឺបានដឹងរឿងថាមានភ្នាក់ងារសម្ងាត់របស់ខាងរដ្ឋាភិបាលផ្សេងទៀតហ្នឹងគឺកំពុងតាមបាន Jack ដែរក៏ប៉ុន្តែនាងមិនបានប្រាប់ទៅកាន់អាននោះទេដោយសារតែនាងនឹងថាមួយរយៈពេលហ្នឹងអានហ្នឹងគឺហាក់ដូចជាធ្វើសកម្មភាពប្លែកៗក្នុងកំឡុងពេលដែលអ្នកដើម្បីអ្នកហ្នឹងកំពុងបន្តនិយាយគ្នាភ្នាក់ងារម្នាក់ហ្នឹងគឺបានដកអាវុធផងធ្វើការវាយប្រហារក៏ប៉ុន្តែមានណាទៅបាន Patrick ដាក់មកគ្រាប់បញ្ចុះជីវិតរបស់គេភ្លាមៗនៅនឹងកន្លែងដែលវាគឺបានធ្វើឲ្យ Isaac Kyra ជាមួយនឹង Aunty ហ្នឹងបានផ្ទុះសំណើចឡើងសោយខ្លាំងមែនទែនដោយសារតែឥឡូវហ្នឹងស្ថានភាពវាបានប្រែប្រួលតែបើទោះជាអញ្ចឹងក៏ដោយភ្នាក់ងាររបស់ Jack ក៏អត់ឈប់ប៉ុណ្ណឹងនោះទេម្នាក់ហ្នឹងគឺបានលូកដៃយឺតៗទៅយកកំភ្លើងម្នាក់ទៀតហ្នឹងគឺបានលូកទៅយកគ្រាប់បែកគណៈដែល Isaac Kyra ជាមួយនឹង Aunty នោះវិញហ្នឹងគឺបានឃើញមុនចឹងហើយក៏បានរត់ទៅពួនដែលរំពេញនោះឆាបយុទ្ធហ្នឹងក៏បានចាប់ផ្ដើមដោយភាគីទាំងពីរហ្នឹងក៏បានបើកការបាញ់ប្រហារគ្នាទៅវិញទៅមកហើយមិនយូរប៉ុន្មាន Patrick ហ្នឹងក៏ត្រូវបានគេបាញ់បញ្ចប់ជីវិតនៅកន្លែងហ្នឹងទៅក្រកភ្លើងគឺបានបន្តហោះទៅហោះមករវាងក្រុមទាំងពីរហ្នឹងហើយបន្តិចក្រោយមកក្រកភ្លើងមួយក្រុមហ្នឹងគឺបានបាញ់ចំចង្កេះរបស់ Jack ធ្វើឲ្យ Jack ហ្នឹងមានរបួសយ៉ាងដំណំក៏ប៉ុន្តែគេនៅតែអាចដើរបាននិងបានរត់ចូលទៅពួននៅក្រោមតុរី Aunty គាត់នឹងក៏នៅស្ងៀមដែរគឺបានប្រើទង្វើខ្លួនសង្កត់ភ្នាក់ងារម្នាក់ជាប់នៅបានប្រើកាបិតរបស់គេហ្នឹងបញ្ចប់ជីវិតគេដែលខ្លួនឯងនៅកន្លែងហ្នឹងទៅគណៈដែល Isaac ជាមួយនឹង Kyra នោះវិញហ្នឹងក៏បានរើសកាភ្លើងរបស់ភ្នាក់ងារជួយគ្នាជាមួយនឹង Parker ធ្វើការបាញ់ប្រយុទ្ធគ្នាជាមួយនឹងក្រុមភ្នាក់ងារកូនចៅរបស់ Jack នៅកន្លែងហ្នឹង Parker គឺទៅបានកូនចៅរបស់ Jack ហ្នឹងបាញ់ធ្វើឲ្យមានរបួសចំពោះក៏ប៉ុន្តែមិនសូវជាប្រមាណនោះទេដែលគេហ្នឹងក៏បានចេញមកខាងក្រៅនិងបានមករកគ្រាប់ចឹងហើយ Aunty ហ្នឹងក៏បានធៀមគ្រាប់ឲ្យគេបន្ទាប់មកក៏បានសួរ Parker ថា KY នៅកន្លែងណាប្រាប់គាត់មកគាត់ទៅជួយ KY ទុកឲ្យ Parker ជាមួយនឹង Isaac ហើយនឹង Kyra ហ្នឹងបន្តប្រយុទ្ធគ្នាជាមួយនឹងកូនចៅភ្នាក់ងាររបស់ Jack នឹងសិនទៅសេរីមកកាត់ទៅកាន់អានណាវិញឆ្លៀកឱកាសកំពុងឲ្យចលាចលគេនឹងក៏បានចូលទៅយកលុយមកកាបូបនិងបានត្រៀមរកមធ្យោបាយដើម្បីចាកចេញពីកន្លែងហ្នឹងគណៈដែល Parker នោះវិញគឺកំពុងតែតឹងដៃជាមួយនឹងកូនចៅភ្នាក់ងាររបស់ Jack នឹងខ្លាំងមែនទែនដែលទៅបានកូនចៅភ្នាក់ងាររបស់ Jack នឹងចាក់ប្រមាណក្បត់ចំរាងកាយរបស់គេក៏ប៉ុន្តែដោយសារតែកូនចៅរបស់ Jack នឹងចូលមកគៀកជាមួយគេពេកអញ្ចឹងហើយ Parker នឹងក៏អាចលួចកាភ្លើងរបស់ភ្នាក់ងារម្នាក់ហ្នឹងនិងបានបញ្ចប់ជីវិតរបស់គេនៅកន្លែងហ្នឹងទៅក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នាភ្នាក់ងារ Shadow Force ឯម្នាក់ហ្នឹងមើលឃើញថាការប្រយុទ្ធមួយហ្នឹងគឺមិនចប់នោះទេអញ្ចឹងហើយក៏បានគេចខ្លួនគណៈដែល Kyra ដែលវិញក៏បានកន្លែងទៅឃើញថាភ្នាក់ងារម្នាក់ដែលបានចប់ជីវិតហ្នឹងគឺមានគ្រាប់បែកនៅក្បែរខ្លួនគេអញ្ចឹងហើយក៏បានយកគ្រាប់បែកហ្នឹងធ្វើការបោកចូលក្នុងផ្ទះដែលបន្ទាប់ពីគ្រាប់បែកមួយនឹងផ្ទុះពួកគេហ្នឹងគឺបានលោតចេញពីផ្ទះមកគណៈដែលភ្នាក់ងារពីរនាក់ផ្សេងទៀតដែលបានរួចជីវិតដែរមកហ្នឹងគឺមើលឃើញថាស្ថានភាពហ្នឹងហាក់ដូចជា
មិនសូវស្រួលដូចគ្នាចឹងហើយក៏បានសម្រេចចិត្តរត់គេចខ្លួនចេញពីកន្លែងហ្នឹងយកប្រាស់យកដូចគ្នាបន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់បន្តិចចេញហ្នឹងក៏បានចេញពីកន្លែងពួនមកវិញហើយផងចាចេញក៏តែត្រូវបាន Parker ហ្នឹងបាញ់ប្រមាណគ្រាប់គាត់បាញ់អត់ចំនោះទេហើយនៅពេលដែល Parker ផងបន្តបាញ់ទៀតហ្នឹងក៏ស្រាប់តែឃើញតែកំភ្លើងរបស់គេហ្នឹងអស់គ្រាប់រីឯ Jack ក្រោយហ្នឹងក៏បានយកភ្លើងនៅក្បែរហ្នឹងធ្វើការបាញ់ប្រហារសម្ដៅមកកាន់ Parker ប្រមាណគ្រាប់ធ្វើឲ្យ Parker ហ្នឹងទន់ជង្គង់តែម្ដងហើយនៅពេលដែលគេផងបញ្ចុះជីវិតរបស់ Parker ដែរហ្នឹងឃើញថាកំភ្លើងរបស់គេហ្នឹងក៏អស់គ្រាប់ដែរចឹងហើយក៏បានទុក Parker នៅកន្លែងហ្នឹងនៅបានចាក់ចេញទៅបាត់ទៅត្រឡប់មកអានវិញក្នុងអំឡុងពេលដែលគេកំពុងព្យាយាមឡើងទៅលើទូកដើម្បីចាក់ចេញក៏បានប្រទះគ្នាជាមួយនឹង KY ដែល KY ហ្នឹងក៏បាននិយាយថាឲ្យគេថាគេហ្នឹងគឺជាមនុស្សអាក្រក់អីចឹងទៅហើយនៅពេលដែលគេកំពុងតែចាប់អារម្មណ៍ជាមួយនឹង KY ហ្នឹងក៏ត្រូវបាន Anti ហ្នឹងចាប់ Clay ជាប់ពីខាងក្រោយ Anti បានប្រាប់ទៅកាន់ KY ហ្នឹងថាឲ្យទៅកន្លែងផ្សេងសិនទៅបន្ទាប់មកគាត់ក៏បាននាំអានហ្នឹងចូលមកក្នុងបន្ទប់មួយនៅបានចាប់ដើមវាយអានហ្នឹងវាយយកឡើងទូកសាច់តែម្ដងអញ្ចឹងរៃយកហ៊ានក្បត់យើងផងហ៎បកទៅខែរ៉ាវិញនឹងគឺបានប្រទះគ្នាជាមួយនឹងភ្នាក់ងារសីម្នាក់ដែលបានគេចខ្លួនហ្នឹងហើយនៅបានបើកការបាញ់ប្រហារគ្នាបានប្រមាណគ្រាប់ដែរក៏ប៉ុន្តែបន្តិចក្រោយមកពួកគេហ្នឹងក៏បានដូរមកចវាយគ្នាដល់ប្រើដៃនឹងដៃវិញនៅកន្លែងហ្នឹងពួកគេហ្នឹងគឺបានវាយគ្នាកែងជង្គង់ដៃដើរទៅដើរមកប្រមាណដៃដែលចុងក្រោយខែរ៉ាហ្នឹងក៏អាចទាញបាននៅកបិតមួយមកនៅបានដាក់មកកបិតចំពងករបស់ភ្នាក់ងារសីម្នាក់ហ្នឹងបញ្ចប់ជីវិតរបស់នាងព្រមទាំងបានធាក់នាងទម្លាក់ចុះទៅខាងក្រោមផងដែរក្នុងពេលតែមួយហ្នឹង Isaac អាណូវិញក៏បានប្រទះគ្នាជាមួយនឹងភ្នាក់ងារ2នាក់ផ្សេងទៀតដែលព្យាយាមរត់គេចខ្លួនជាមួយនឹងលុយមកកបោផងដែរហើយអញ្ចឹងហើយ Isaac ហ្នឹងក៏បានបាញ់កបោលុយរបស់ពួកគេហ្នឹងឲ្យបែកដើម្បីទាញចំណារងរបស់ពួកគេភ្នាក់ងារម្នាក់ក្នុងចំណោម2នាក់ហ្នឹងគឺបានព្យាយាមដើរលបចូលមករក Isaac ដែលកំពុងពួននៅផ្ទះក៏ប៉ុន្តែនៅពេលដែល Isaac ហ្នឹងបានឃើញសមោរបស់គេនឹងចូលមកចិត្តគ្រប់គ្រាន់ហើយគាត់ហ្នឹងក៏បានងាកមកដាក់មកគ្រាប់ចំធុងហ្គាសធ្វើឲ្យធុងហ្គាសហ្នឹងផ្ទុះបញ្ចប់ជីវិតភ្នាក់ងារម្នាក់ក្នុងចំណោម2នាក់ហ្នឹងឲ្យផុតរលត់ភ្លាមៗនៅនឹងកន្លែងហ្នឹងទៅចំណែកឯភ្នាក់ងារម្នាក់ផ្សេងទៀតបន្ទាប់ពីគេហៅការមួយហ្នឹងគេហ្នឹងក៏មិនបាននៅបន្តប្រយុទ្ធដែរគឺបានបន្តរកផ្លូវចាក់ចេញពីកន្លែងហ្នឹងចំណែកឯ Isaac គេហ្នឹងក៏បានត្រឡប់ចូលមកក្នុងផ្ទះវិញដែលបានឃើញថា Anti Kara ជាមួយនឹង KY ហ្នឹងកំពុងនៅកន្លែងហ្នឹងទាំងអស់គ្នា Isaac បានចូលមកនិយាយគ្នាជាមួយនឹង Kara ដែលបានប្រាប់ថាពួកគេហ្នឹងគឺមិនអាចឲ្យរឿងហ្នឹងនៅតែបន្តកើតឡើងនោះទេចឹងហើយពួកគេត្រូវតែបញ្ចប់វានៅថ្ងៃហ្នឹងត្រូវតែតាមបញ្ចប់ជីវិតរបស់ Jack ជាមួយនឹងភ្នាក់ងាររបស់ Jack ហ្នឹងឲ្យអស់ក្រោយពីនិយាយនេះប៉ុណ្ណឹងហើយ Isaac ជាមួយនឹង Kara ហ្នឹងក៏បានទុកឲ្យ KY នៅជាមួយនឹង Anti ខណៈដែលពួកគេនៅវិញក៏បានឡើងមកលើកប៉ាល់មួយបើកដេញតាមកប៉ាល់របស់ Jack ជាមួយនឹងភ្នាក់ងាររបស់ Jack ម្នាក់ចុងក្រោយហ្នឹងពីខាងក្រោយទុកទាំងពីរហ្នឹងក៏បានបន្តបើកដេញគ្នាជាមួយនឹងល្បឿនមួយដែលលឿនខ្លាំងមែនតើមិនត្រឹមតែបើកដេញនោះទេពួកគេហ្នឹងក៏បានបាញ់ប្រហារគ្នាទៅវិញទៅមកបាញ់រះយកផងដែររហូតដល់បន្តិចក្រោយមក Jack ហ្នឹងក៏ថែមតែបានបើកទូករបស់គេហ្នឹងគេទូករបស់ Kara ដែលវាគឺបានធ្វើឲ្យ Isaac ហ្នឹងធ្លាក់មកកែមទូកក៏ប៉ុន្តែសំណាងល្អកាន់ដៃមួយជំហានជាប់ Isaac បានបន្តបាញ់ប្រមាណគាត់សម្ដៅទៅកាន់ទូករបស់ Jack បន្ទាប់មកក៏បានឡើងមកខាងលើទូកវិញបានជោគជ័យនៅក្នុងស្ថានភាពតានតឹង Kara ហ្នឹងក៏បានជួយដល់បានបើកទូកបដានិងបានបាញ់ Jack បដាដែលវាគឺបានធ្វើឲ្យ Jack ហ្នឹងបែកអារម្មណ៍រហូតដល់បន្តិចក្រោយមក Jack ក៏បានបើកទូករបស់គេហ្នឹងទៅប៉ះជាមួយនឹងរបស់មួយផ្សេងទៀតប៉ាំងទូកឡើងទៅខាងលើហើយទូកហ្នឹងក៏បានផ្ទុះតិចទីអស់នៅកន្លែងហ្នឹងចំណែកឯ Isaac ជាមួយនឹង Kara ពួកគេហ្នឹងគឺអត់ຕົកចិត្តនោះទេចឹងហើយក៏បានចោលទូកនៅមាត់ច្រាំងបន្ទាប់មកក៏បានឡើងទៅខាងលើដើម្បីទៅមើលឲ្យច្បាស់តើ Jack ជាមួយនឹងភ្នាក់ងារចុងក្រោយរបស់គេហ្នឹងបានចប់ជីវិតនៅមួយសន្ទុះក្រោយមក Isaac ដែលកំពុងរុករកនៅក្នុងព្រៃហ្នឹងគឺបានប្រទះគ្នាជាមួយនឹងភ្នាក់ងារម្នាក់ចុងក្រោយចឹងហើយពួកគេហ្នឹងក៏បានបើកការបាញ់ប្រហារគ្នាហើយបន្តិចក្រោយមកពួកគេហ្នឹងក៏បានចូលមកវាយគ្នាដោយប្រើដៃនឹងដៃម្ដងនៅកន្លែងហ្នឹងឆាកប្រយុទ្ធរបស់ពួកគេហ្នឹងគឺតានតឹងខ្លាំងមែនទែនដោយភ្នាក់ងារម្នាក់ហ្នឹងគឺថែមតែបានកវែង Isaac ហ្នឹងផ្ទប់ជាមួយនឹងដើមឈើផងដែរតែបើទោះជាអញ្ចឹងក៏ដោយ Isaac ហ្នឹងគឺនៅតែអាចងើបឡើងមកវិញនៅបានបន្តវាយគ្នាជាមួយនឹងភ្នាក់ងារម្នាក់ហ្នឹងនិយាយទៅគឺវាយគ្នាមកសន្ទុះដែររហូតដល់ភ្នាក់ងារម្នាក់ហ្នឹងមានអារម្មណ៍ថាអាចយកឈ្នះបានហ្នឹងក៏បានដកកបិតមួយចេញមកបន្តធ្វើការប្រយុទ្ធក្រោយពីប្រយុទ្ធគ្នាបានតែបន្តិច Isaac ហ្នឹងក៏អាចចាប់យកកបិតរបស់ភ្នាក់ងារម្នាក់ហ្នឹងបានដល់បានចាក់គេរហូតដល់ទៅចប់ជីវិតងាកទៅ Jack ឯណោះវិញគេនឹងក៏បានរត់ចូលមកក្នុងកម្មវិធីរៀបការមួយដែលនៅក្បែរនោះនៅបានបាញ់ឡើងលើប្រមាណគាត់បង្អើភ្ញៀវហ្នឹងឲ្យចេញពីកន្លែងហ្នឹងអស់ហើយ Snow ភ្លើហ្នឹងគឺបានធ្វើឲ្យ Kara ហ្នឹងគឺបានដឹងអំពីទីតាំងរបស់ Jack ចឹងហើយក៏បានចូលមកដែរដែលបានឃើញថា Jack ហ្នឹងកំពុងតែអង្គុយញ៉ាំស្រាយ៉ាងរំភើយបើទោះជាមានរបួសពេញខ្លួនក៏ដោយក្នុងអំឡុងពេល Kara បានចាប់អារម្មណ៍ Jack ហ្នឹងក៏បានបាញ់ទៅកន្លែងទៅគប់ផ្កាដែលមានបង្កប់គ្រាប់បាយធ្វើឲ្យគ្រាប់បាយហ្នឹងបានផ្ទុះបំប៉ាំង Kara ហ្នឹងទៅខាងក្រោយធ្លាក់អាវុធស្លេអស់តែទោះជាណាក៏ដោយ Kara ហ្នឹងក៏បានងើបឡើងមកវិញដើម្បីបន្តវាយគ្នាជាមួយនឹង Jack ហ្នឹងដែលប្រើដៃនឹងដៃអ្នកទាំងពីរនាក់ហ្នឹងគឺវាយគ្នារៀងលយគួរសមដែរតែទោះជាណាក៏ដោយ Kara គឺមិនអាចយកឈ្នះទៅលើ Jack បានទេតែបើទោះជា Jack ហ្នឹងមានរបួសប៉ុណ្្នឹងហើយក៏ដោយព្រោះតែស្នាដៃរបស់ Jack ហ្នឹងគឺខ្លាំងចឹងហើយ Jack ហ្នឹងក៏អាចវាយ Kara ហ្នឹងឲ្យដួលទៅនឹងដីក្នុងពេលតែមួយហ្នឹង Isaac ហ្នឹងក៏បានអាចចូលមកកន្លែងហ្នឹងដែរក៏ប៉ុន្តែដោយសារតែគាត់អត់បានពាក់ឧបករណ៍សម្រាប់ជំនួយការស្ដាប់គាត់ហ្នឹងក៏បានលើពាក្យព្រមានរបស់ Kara ហ្នឹងប្រាប់ទៅកាន់គាត់នោះទេខណៈដែល Kara ខ្លួនឯងនៅវិញហ្នឹងក៏ត្រូវបាន Jack ហ្នឹងភ្ជុងកំភ្លើងជាប់នៅកន្លែងហ្នឹងផងដែរមិនយូរប្រហែល Isaac ហ្នឹងក៏បានដឹងចឹងហើយគេនឹងក៏បានទម្លាក់អាវុធរបស់គេចុះបន្ទាប់មកនៅពេលដែលគេបើកអាប្រដាប់ជំនួយសម្លេងរបស់គេវិញហ្នឹងក៏បានដឹងថានៅកន្លែងរៀបការហ្នឹងគឺគេមានចាក់ចម្រៀងមួយដែលជាចម្រៀងដែលបានចាក់នៅថ្ងៃរៀបការរបស់គាត់ចឹងហើយគាត់ហ្នឹងក៏មានអារម្មណ៍ថាជ្រះថ្លាខ្លាំងមែនទែនអារម្មណ៍ស្ងប់ណា
มันอยู่ประมาณคารานั้นคือบ้านแขกก้าในบ้านเพื่อสัญญาแปดกันไอซักไอบันแต่ไอซักนั้นก็บ้านด่าประมาณขอบจอมแจกเตอร์แต่วิคือบ้านบ่ากาคารานั้นโยกับเรือระเบิดแจกบ้านในบ้านมันโตบันประหารไปจับชุบระเบิดแจกเนื้อกหลายนั่งขณะกำลังไปได้สาสอบระเบิดแจกกับบ้านทะเลโจตรอยอังตักไอซักจมูกในคาราในวันนั้นก็บ้านมันจุ่มគ្នាជាមួយនឹង KY คนปรบปูเกផងដែរใส่เรื่องมันกัดระยะไป6ខែកន្លងផុតទៅយើងឃើញថាលើនឹង KY គឺអាចរៀបចំកម្មវិធី birthday ដូចជាក្មេងទូទៅបានហើយលែងត្រូវកិច្ចខ្លួនទៀតហើយក្នុងពេលតែមួយហ្នឹងអានទីណាវិញក៏បានតែតងមកនិយាយគ្នាជាមួយនឹងខេរ៉ាដែលបានប្រាប់ថាគាត់លើនឹងគឺបានឈប់ពីការងាររដ្ឋហើយចង់ចាប់ផ្ដើមអង្គភាព Shadow Force ហ្នឹងដែលខ្លួនឯងដែលផ្អែកទៅលើភាពល្អត្រឹមត្រូវអីចឹងទៅក្រៅពីនេះអានទីនោះក៏បានបបួលខេរ៉ាហ្នឹងឲ្យចូលរួមជាមួយនឹងគាត់ផងដែរក៏ប៉ុន្តែខេរ៉ាហ្នឹងក៏បានប្រាប់ថាប្រហែលជាពេលក្រោយនឹងអាចនឹងពិចារណាក្រោយពីជុំនិយាយគ្នាជាមួយនឹងអានទីខេរ៉ាហ្នឹងក៏បានមកអង្គុយគណៈដែលសាក់នេះវិញគឺបានគេងក្រោយផ្លូវរបស់នាងនៅបាននឹងថាខេរ៉ាលើហ្នឹងគឺកំពុងតែមានកូនម្នាក់ទៀតហើយសាច់រឿងរបស់យើងហ្នឹងក៏ចប់នៅត្រង់ចំណុចនោះមកទៅជាចុងក្រោយឲ្យមានសូមអរគុណដល់អ្នកនរគ្នាដែលបានតាមដានទស្សនាការសម្ដែងសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាអ្នកនរគ្នាចូលចិត្តរឿងមួយហ្នឹងកុំភ្លេចជួយចុច like ចុច subscribe channel ហ្នឹងម្នាក់មួយផងអរគុណច្រើនបាយបាយ